និទានជាដករឿងមហលកៈឧបាសិកាសង្ឃៈធរជាពូជនៃសេចក្តីរាប់អានក្នុងលោកកាលព្រះសម្ពុទ្ធបរមគ្រូគង់ចាំព្រះវស្សានៅវត្តចេតពុននៃក្រុងសាវត្ថីដល់ពេលចេញវស្សាហើយថ្មីមហាពុទ្ធបរិស័ទនាំគ្នាថ្វាយទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានគឺចែកព្រះភិក្ខុសង្ឃដល់គ្នានឹងគ្នាមួយអង្គពីរអង្គម្នាក់យកទៅប្រគេនចង្ហាន់ឯផ្ទះរៀងខ្លួននៅសល់មហលកៈឧបាសិកាគឺយាយឧបាសិកាម្នាក់ទៅក្រោយគេរោគនិមន្តលោកមិនបានព្រោះឥតសល់នៅតែព្រះសារីបុត្រមួយព្រះអង្គកំពុងតែមានកិច្ចរវល់ការរោគសង្ឃមិនហ៊ានទៅនិមន្តឲ្យក៏បង្គាប់មហលកៈឧបាសិកានោះឲ្យទៅនិមន្តខ្លួនឯងគ្រាន់តែយាយនោះទៅដល់ព្រះសារីបុត្រលោកហុចបាតឲ្យទើបនិមន្តលោកទៅខ្ទមរបស់លោកស្ពាយបាតដើរពីក្រោយលោកទៅគួរឲ្យអស្ចារ្យព្រឺរោមពន់ពេកត្បិតយាយនោះជាមនុស្សក្រកំព្រីឥតកូនចៅរស់នៅដោយសារអ្នកផងគេឲ្យមហាពុទ្ធបរិស័ទផ្អើលជ្រួលច្របល់តាមមើលយាយដែលស្ពាយបាតតាមព្រះសារីបុត្រដំណឹងនោះក៏ជ្រាបដល់ព្រះបាទបសេនតិកោសលព្រះអង្គមានសេចក្តីជ្រះថ្លាបានប្រើរាជបុរសយកភីជាអ្នកដ៏មានឱជារសនិងសម្ពុទ្ធសាដកមួយប្រាក់1000កហបណៈព្រះរាជទានឲ្យយាយឧបាសិកានោះហើយបង្គាប់ឲ្យរាជបុរសប្រាប់យាយនោះថាគ្រឿងបណ្ណាការនេះជាព្រះរាជទ្រព្យព្រះបាទបសេនតិកោសលជូនដល់យាយឲ្យយាយផ្លាស់សម្ពុទ្ធចាស់រហែកនោះចេញស្លៀកសម្ពុទ្ធសាដកថ្មីនេះហើយចូលចាត់ចែងទានចុះចំណែកខាងមហាអនាថបណ្ឌិកសេដ្ឋីនាងវិសាខាមហាឧបាសិកាបានឲ្យសម្ពុទ្ធសាដកនិងប្រាក់1000កហបណៈម្នាក់ដល់យាយនោះពុទ្ធបរិស័ទដទៃទៀតបានឲ្យប្រាក់100កហបណៈក៏មាន200កហបណៈក៏មានតាមសទ្ធាជ្រះថ្លារៀងខ្លួនក្នុងពេលពីព្រឹកព្រលឹមនិងទល់ថ្ងៃត្រង់ពេលប្រគេនចង្ហាន់លោកយាយឧបាសិកាគាត់បានទទួលប្រាក់ចំនួន100,000កហបណៈយាយឧបាសិកាបានរៀបចំចាត់ចែងដាំស្លប្រគេនព្រះសារីបុត្រយ៉ាងឆ្ងាញ់ពិសាឆ្អែតបរិបូរណ៍លុះធ្វើផាត់ហើយទើបព្រះសារីបុត្រលោកសម្ដែងនៅផតតានុមោទនីសរសើរអំពីផលទានតាមលំនាំព្រះពុទ្ធសាសនាយាយឧបាសិកាក៏បានសម្រេចដល់សោតាបត្តិផលក្នុងពេលនោះព្រះសារីបុត្រលោកនិមន្តទៅលំនៅរបស់លោកវិញពេលរសៀលភិក្ខុសង្ឃប្រជុំក្នុងធម្មសភាសរសើរគុណព្រះសារីបុត្រនិងសំណាងរបស់យាយឧបាសិកាគ្រប់អង្គភិក្ខុខ្លះថាកោតតែព្រះសារីបុត្រទេលោកមិនខ្ពើមយាយនោះសោះដំណឹងនោះជ្រាបដល់ព្រះពុទ្ធព្រះអង្គនិមន្តមកកាន់ធម្មសភាត្រាស់ថាយាយឧបាសិកានិងសារីបុត្រជាធម្មសេនាបតីរបស់តថាគតនេះធ្លាប់ជួយសង្គ្រោះគ្នាជាយូរយារច្រើនជាតិណាស់ហើយលោកមិនខ្ពើមរអើមទេភិក្ខុទាំងនោះអារាធនាឲ្យព្រះអង្គនាំអតីតនិទានមកសម្ដែងទើបព្រះពុទ្ធសម្ដែងថាកាលកន្លងយូរណាស់ហើយព្រះបាទព្រហ្មទត្តសោយរាជក្នុងក្រុងពរាណសីកាលនោះព្រះពោធិសត្វកើតជាឈ្មួញសេះនៅឧត្តរាបឋជនបទបាននាំសេះ500ទៅលក់ក្នុងក្រុងពរាណសីមានឈ្មួញ500នាក់ទៀតនាំសេះទៅលក់មុនទៅដល់ពាក់កណ្ដាលផ្លូវឃើញភូមិចាស់មួយស្ងាត់ជ្រងំមានតែយាយចាស់ម្នាក់នៅអាស្រ័យនឹងភូមិនោះក៏សុំជួលផ្ទះយាយចាស់នោះសំណាក់ដល់យប់ជ្រៅមេសេះមួយក្បាលសម្រាលកូនឈ្មោលជាសេះសន្ធាវៈតែឈ្មួញទាំងនោះមិនស្គាល់ពួកឈ្មួញទាំងនោះបាននាំសេះធំចេញពីផ្ទះយាយនោះទៅកូនសេះនោះមិនព្រមទៅទើបយាយគាត់សុំថាកូនសេះនេះឲ្យជាឈ្នួលផ្ទះខ្ញុំចោះនាយឈ្មួញព្រមឲ្យបានន័យថាពួកឈ្មួញសេះចំនួន500ហ្នឹងមកសុំផ្ទះយាយស្នាក់នៅណាអញ្ចឹងសេះទាំងអស់ចាញ់ទៅអស់ណានៅសល់តែកូនសេះមួយដែលវាទៅបង្កើតកាលពីយប់ហ្នឹងអញ្ចឹងយាយហ្នឹងក៏ធ្លោយមាត់ថាងសុំសេះហ្នឹងយកមកចិញ្ចឹមអញ្ចឹងគេក៏ព្រមឲ្យទៅយាយចាស់ហ្នឹងទៅដោយគិតជាថ្លៃឈ្នួលអញ្ចឹងបណ្ដោយណាមិនបាច់គិតគូលុយកាក់យាយចាស់ក៏បានខំចិញ្ចឹមហៅកូនសេះនោះថាកូននោះគឺគាត់ស្រឡាញ់សេះនោះខ្លាំងណាស់ហើយសេះនោះក៏ស្រឡាញ់ដូចម្ដាយវិញដែរ
យាយចាស់ក៏បានឲ្យកន្ទក់ស៊ីហើយកូនសេះចេះតែស៊ីយ៉ាងឆ្ងាញ់ពិសាចឹងបានន័យថាទាំងយាយចាស់ហើយនឹងសេះគឺមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកដូចម្ដាយនឹងកូនណាថ្ងៃក្រោយមកព្រះបរមពោធិសត្វនាំសេះ500ទៅឈប់សំណាក់នឹងផ្ទះយាយនោះឯសេះធំទាំង500មិនហ៊ានចូលទៅជិតកូនសេះនោះសោះចេះតែខ្លាចរត់គេចចេញព្រះពោធិសត្វរកមើលឃើញកូនសេះនៅក្រោមផ្ទះយាយក៏បានស្គាល់ច្បាស់ថាកូនសេះនេះជាសេះសន្ធាវៈមានឫទ្ធិខ្លាំងពូកែមានតម្លៃកាត់មិនបានទើបសួរទិញយាយចាស់នោះហើយយាយចាស់នោះនិយាយថាមិនដែលមានអ្នកណាលក់កូនឯងដូច្នេះទោះបីខ្ញុំក្រយ៉ាងណាឬក៏រកកន្ទក់ក្បាលអង្កាមនិងស្មៅឲ្យកូនខ្ញុំស៊ីបានដែរទីកន្លែងដេកក៏ខ្ញុំបោសរៀបចំឲ្យស្អាតដូចជាដំណេកខ្ញុំដែរបាទអញ្ចឹងព្រះបរមពោធិសត្វពោលសុំទិញសេះសន្ធាវៈអញ្ចឹងណាតែលោកយាយក៏ថាមានអ្នកណាលក់កូនខ្លួនឯងអញ្ចឹងណាព្រះបរមពោធិសត្វបាននិយាយលួងលោមយាយនោះថាកូនសេះនេះបើបានមកខ្ញុំឲ្យបរិភោគសុទ្ធតែចំណីដែលមានឱជារសដ៏ថ្លៃថ្លាហើយទីកន្លែងដេកខ្ញុំត្រូវចងពាត់ព័ន្ធដោយគ្រឿងលម្អលើដូច្នោះហើយយាយចាស់នោះក៏ព្រមលក់សេះឲ្យព្រះបរមពោធិសត្វលំដាប់នោះព្រះពោធិសត្វយកប្រាក់ចំនួន 6000 កហបណៈឲ្យដល់យាយគឺ 4000 កហបណៈជាតម្លៃជើង 4 ឯ 2000 ទៀតជាតម្លៃក្បាល 1 កន់ទុយ 1 កូនសេះក្រឡេកមើលមុខយាយក៏ស្រក់ទឹកភ្នែកទើបយាយស្ទាបអង្អែលប្រាប់ថាកូនទៅនៅនឹងឈ្មួញនេះចោះម្ដាយបានប្រាក់ 6000 កហបណៈល្មមចិញ្ចឹមជីវិតអាចរស់រានបានហើយកូនសេះក៏ទៅជាមួយឈ្មួញសេះព្រះពោធិសត្វនោះទៅលុះព្រឹកឡើងព្រះពោធិសត្វឲ្យរៀបចំភោជនាហារពេលព្រឹកហើយយកកូនសេះនោះជិះលបងមើលកម្លាំងបានដឹងថាពូកែអស្ចារ្យរកគូប្រដូចគ្មានទៅយកកន្ទក់ទៅដាក់ឲ្យស៊ីកូនសេះនោះមិនព្រមស៊ីកន្ទក់នោះសោះឡើយព្រះពោធិសត្វសួរថាហេតុអ្វីបានជាអ្នកមិនស៊ីកាលនៅជាមួយយាយចាស់ចូលចិត្តស៊ីអ្វីម្ល៉េះកូនសេះក៏បានប្រាប់ថាកាលនោះគេមិនតន់ស្គាល់ខ្ញុំថាជាសេះមានឫទ្ធិឥឡូវគេស្គាល់អស់ទៅហើយទើបខ្ញុំមិនស៊ីតាំងអំពីថ្ងៃនេះទៅខ្ញុំស៊ីតែរបស់ដែលមានឱជារសថ្លៃថ្លាព្រះពោធិសត្វនិយាយលួងលោមហើយក៏យកអាហារដ៏មានឱជារសឲ្យសេះនោះស៊ីរៀបចំកម្រាលពូកចងពិដានតុបតែងកន្លែងឲ្យសេះនោះដេកថ្ងៃមួយព្រះបាទព្រហ្មទត្តស្ដេចយាងទៅក្បែរទីនោះទតឃើញគេរៀបចំតាក់តែងឲ្យសេះដេកដូច្នោះទើបត្រាស់សួរព្រះពោធិសត្វព្រះពោធិសត្វទូលសពគ្រប់ឲ្យបានដឹងថាសេះនេះពូកែអស្ចារ្យដូច្នោះទើបត្រាស់សួរព្រះពោធិសត្វព្រះពោធិសត្វទូលសពគ្រប់បានដឹងថាសេះពូកែអស្ចារ្យដូច្នោះទើបព្រះរាជទានងារមហាឧបរាជដល់ព្រះពោធិសត្វយកសេះនោះទៅអភិសេកមង្គលអសតរៈសម្រាប់ជាព្រះទីនាំងរបស់ព្រះអង្គទៅហោងបាទអញ្ចឹងផ្សេងហ្នឹងមុនដំបូងនៅជាមួយយាយឥឡូវព្រះបរមពោធិសត្វយកទៅចិញ្ចឹមហើយព្រះមហាក្សត្រឃើញក៏យកទៅចិញ្ចឹមនៅព្រះបរមព្រះរាជវាំងណាហើយព្រះបរមពោធិសត្វហ្នឹងត្រូវបានតែងតាំងជាឧបរាជកាលព្រះសម្ពុទ្ធទ្រង់សម្ដែងអតីតនិទាននេះចប់ហើយទ្រង់ប្រជុំជាដកថាយាយចាស់ក្នុងកាលនោះគឺយាយឧបាសិកានេះឯងសេះសន្ធាវៈគឺព្រះសារីបុត្រព្រះបាទពរាណសីគឺព្រះអានន្ទឯឈ្មោះសេះព្រះពោធិសត្វគឺតថាគតនេះឯង